សួស្តីបងប្អូនបាទអញ្ចឹងនៅសប្តាហ៍ទី33នៅ English Premier League បាទដែលតារាងពិន្ទុចំណាត់ថ្នាក់សម្រាប់សប្តាហ៍ទី33ក្លឹបហង្សក្រហមលីវើពូលបាននាំមុខទៅលើក្លឹប Arsenal ដែលមានហង្សក្រហមមាន76ពិន្ទុខណៈដែលក្លឹប Arsenal មាន66ពិន្ទុបាទហើយក្លឹបហង្សក្រហមលីវើពូលត្រូវការឈ្នះតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីឈានទៅដល់ការលើកពានEnglish Premier League បាទអញ្ចឹងបើសិនជាហង្សឈ្នះតែមួយពិន្ទុទៀតហង្សនឹងលើកពានខណៈដែលArsenal ទោះបីឈ្នះប្រកួតដែលនៅសល់5ប្រកួតដែលនៅសល់ក៏ពិន្ទុអត់ដល់ហង្សដែលឈ្នះត្រឹមតែមួយពិន្ទុទៀតដែរបាទដែលហង្សឈ្នះមួយពិន្ទុទៀតធ្វើឲ្យពិន្ទុឡើងទៅដល់82ពិន្ទុខណៈដែលArsenal ឈ្នះ5ពិន្ទុដែលនៅសល់គឺស្មើនឹង81ពិន្ទុអញ្ចឹងដូច្នេះហើយក្លឹបហង្សក្រហមលីវើពូលត្រូវការឈ្នះតែមួយពិន្ទុទៀតប៉ុណ្ណោះបងប្អូនបាទហើយសម្រាប់ចំណាត់ថ្នាក់ទី3ទី4ទី5ទី6ទី7ខុសត្រូវគ្នាគម្លាតពិន្ទុតែ2ពិន្ទុប៉ុណ្ណោះបងប្អូនបាទដែលមានដូចជា Newcastle, Man City, Chelsea, Nottingham Forest និង Aston Villa បាទដែលក្លឹបទាំង5នេះកំពុងតែប្រជែងគ្នាដើម្បីប្រជែងយកកៅអី Champions League បាទនៅរដូវកាលក្រោយបងប្អូនបាទ